បាទសួស្តីអ្នកនរគ្នាតើអ្នកនរគ្នាធ្វើបែបណាដើម្បី copy នៅ content ដែលល្អមានន័យថាចម្លើយដែលល្អនៅក្នុង ChatGPT បើយើងចង់ save តងអញ្ចឹងទាំងអស់គ្នា screenshot ហើយនឹង copy ត្រូវហើយអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមកចែកម្លែកមួយទាក់ទងជាមួយការ save ទៅលើចម្លើយនៅលើ ChatGPT ដោយយើងមិនបាច់ copy ឬក៏screenshot ទេយើងអាច save ទៅជា PDF auto នៅលើ ChatGPT ហ្នឹងមកអញ្ចឹងជាដំបូងអ្នកនរគ្នាចូលមក Chrome ហើយ search ថា ChatGPT to PDF អញ្ចឹងមកហើយយើង select យកជាប្រភេទ extension យើងយកប្រភេទ extension មកអញ្ចឹងអ្នកនរគ្នាពេលដែលបើក add extension ហ្នឹងហើយយើងអាច copy បានហើយអញ្ចឹងអ្នកនរគ្នា select យកលើគេមកទៅ Chrome extension ហ្នឹងបាទចូលមកដល់ដូចអ្នកនរគ្នាឃើញអញ្ចឹង ChatGPT to PDF by PDF Graph វានឹងមាន function មួយ save to as PDF ដូចនៅក្នុងរូបភាពអញ្ចឹងណាអញ្ចឹងយើងអាចចុចប៊ូតុង add to Chrome មកពេលដែលអ្នកនរគ្នា add to Chrome វាសូមកមួយទៀតយើង add ម្ដងទៀតមកអញ្ចឹងពេលដែលអ្នកនរគ្នា add ទៅ Chrome ហើយគឺយើងអាចគាត់ថា refresh ទាក់ទងជាមួយ ChatGPT យើងមួយមកគឺ add success ហើយបែបនេះអញ្ចឹងយើងទៅ refresh ChatGPT យើងមួយមកអូខេនៅប៊ូតុង refresh នៅខាងឆ្វេងនៅខាងឆ្វេងពេលដែលយើង refresh ហើយវានឹងសូរប៊ូតុងឲ្យយើង save ទៅ PDF អញ្ចឹងខ្ញុំធ្វើការ refresh ហើយអញ្ចឹងយើងរងចាំតិចអូខេនេះវានឹងសូរឲ្យប៊ូតុង save as PDF អញ្ចឹងឥឡូវយើងចុចតែ save មកខ្ញុំចុចហើយអញ្ចឹងយើងរងចាំតិចមកទៅជាមួយដំណើរការ process នេះវាអាស្រ័យទៅលើអ៊ីនធឺណិតយើងដែរអញ្ចឹងគេសូមមកហើយអាចខ្ញុំដាក់នៅកន្លែងទីតាំង download មកទៅហើយឈ្មោះ file យក default មកទៅយើងមិនបាច់ដូរទេអញ្ចឹងអូខេយើងតែបើក file នឹងអ្នកគ្នាអូខេគឺសូមមកហើយមានទាំងប្រហែល page ឬដែលខ្ញុំបើកនៅលើ Chrome អញ្ចឹងគឺមានតទៅជាមួយ content ដែលខ្ញុំ copy ដំបងក៏មានដែរនេះដែលខ្ញុំសូមអ្នកនរគ្នាថា copy ហ្នឹងអញ្ចឹងយើងអាច save អញ្ចឹងបានហើយនៅលើតទៅជាមួយ part ផ្សេងៗយើងអាច select save as បានដូចគ្នាតទៅជាមួយ ChatGPT យើងមាន session ផ្សេងគ្នាអញ្ចឹងមកហើយយើង save ម្ដងមួយ session មកគឺអញ្ចឹងវីដេអូរបស់ខ្ញុំតទៅជាមួយការ save ទៅលើ PDF ពី ChatGPT ទៅ PDF គឺមានតែប៉ុណ្្នឹងទេសូមអ្នកនរគ្នាជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូចែករំលែកថ្មីជាបន្តទៀតពីខ្ញុំបាទអរគុណ